មានប្រដាប់វាស់ឈាមមួយនៅផ្ទះអាចការពារជំងឺខូចមួយជារៀងខ្លួនដែលគេហៅថា stroke នោះបានច្រើនចឹងមានចាស់តែគាត់អត់ពិនិត្យឈាមសោះលុះត្រាតែគាត់មានសញ្ញាវិលមុខឈឺចង្កអស់កម្លាំងធីងធូងក្អួតចង្អោរឬក៏ឈឺអ្វីផ្សេងទៀតពាក់ព័ន្ធហើយទៅពេទ្យបានគ្រូពេទ្យពិនិត្យទៅឃើញមានការលើសឈាមករណីខ្លះឈាមសម្ពាធឈាមនៅទាប14 15 16មិនជាបញ្ហាអីធំដុំប៉ុន្តែបើលោតពី18ឡើងរហូតដល់20ជាងនោះនឹងអាចធ្វើឲ្យគាត់ខូចមួយចំហៀងខ្លួនឬក៏ហូរឈាមក្នុងខ្សែឈាមខួរក្បាលស្ទះខ្សែឈាមខួរក្បាលគឺខូចមួយចំហៀងខ្លួនហ្នឹងឯងកត្តានៃឡើងឈាមមានច្រើនគឺអាចមកពីខ្លាញ់ឡើងសម្ពាធឈាមដោយខ្លួនឯងហៅថា idiopathic ឡើងសម្ពាធឈាមដោយសារ stress ឡើងសម្ពាធឈាមដោយសារជំងឺទឹកនោមផ្អែមជំងឺបេះដូងជាដើមខ្ញុំវិជ្ជបណ្ឌិតសុងលីបទពិសោធន៍18ឆ្នាំខ្ញុំសូមណែនាំឲ្យមានប្រដាប់វាស់ឈាមមួយនៅផ្ទះសម្រាប់ពូអ៊ំមីងតាដែលមានជំងឺប្រចាំកាយឬក៏មិនទាន់មានជំងឺប៉ុន្តែវាមានសារៈសំខាន់ជួយកាត់បន្ថយនៃជំងឺខូចមួយឈាមខ្លួនបានច្រើនបើចាប់អារម្មណ៍អាចតាក់ទង Telegram នៅ bio បាន